សូមស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានតាន់តឹងហើយពេលនេះមិនធម្មតាទេលោកហ៊ុនសែនជឿជាក់ថាលោកនឹងឈ្នះទាំងអស់យោធាបានធ្វើឲ្យហើយឃើញច្បាស់ពីសំណាញ់មេឃ PM21 ការពិតក៏ក្រើខ្លាំងនៅពេលនេះប្រិមិត្តអ្នកស្ដាប់លោកហ៊ុនសែនបានដាក់សំណាញ់មេឃពេញប្រទេសហើយមិនធម្មតានោះឡើយនេះជាការពិតដែលលោកហ៊ុនសែនចាំបាច់ធ្វើដើម្បីខ្មែរដើម្បីអធិបតេយ្យមិនឲ្យចៅសៀមមានកត្តាល្អទៀតទេនេះជាចម្លើយដែលកូនខ្មែរគ្រប់រូបចង់បានពីលោកហ៊ុនសែនជាពិសេសទៅទៀតលោកហ៊ុនសែនបានប្រសាសន៍តាមសញ្ញាសង្គ្រាមជាមួយថៃវិញដែរនៅព្រឹកនេះព្រោះថាភាគីថៃគ្មានគម្រោងចរចានោះឡើយការពិតនេះបានលេចធ្លោឡើងភ្លាមទាហានយុទ្ធភ័ណ្ឌជ័យរបស់លោកហ៊ុនសែនក៏បានទោះនៅក្នុងខ្សែសង្វៀនប្រយុទ្ធដែលកំពុងធ្វើឲ្យថៃរត់មុខថយក្រោយមិនទាន់នេះជាសកម្មភាពឆ្លើយតបវិញទៅកាន់យោធាថៃដែលមានមហិច្ឆតាអាក្រក់ជាមួយទង្វើដែលយកភាពជ្រុលនិយមមិនធ្វើជាលេសសង្គ្រាមដើម្បីទន្ទ្រានប្រទេសកម្ពុជាយើងឃើញហើយថាលោកហ៊ុនសែនបានចេញមហិច្ឆតាពីនយោបាយចាស់ទុំរហូតដល់ការទ្រាំលេងបានគឺដាក់ហើយដូចជាពាក្យសាមញ្ញថាចាស់ហើយទុំតែក្មេងវិញមិនដែលទុំទេតាំងពីខែកក្កដាមកលោកហ៊ុនសែនតែងតែបើកចំហទៅកាន់ប្រទេសថៃដែលជឿជាក់ថាពួកគេពិតមិនយកគំនិតជ្រុលនិយមមិនធ្វើជាឧបករណ៍នោះតែអ្វីដែលជាការពិតគឺលោកហ៊ុនសែនភ័ន្តច្រឡំជាមួយថៃច្បាស់ថាយោធាថៃមិនមែនសាច់ញាតិរបស់លោកហ៊ុនសែនទេគឺយោធារបស់ថៃការពារអធិបតេយ្យភាពការពារប្រជជនរបស់គេដូច្នេះលោកហ៊ុនសែនបានគិតថានយោធាថៃដូចជាខ្មែរតែអ្វីដែលកំពុងពិតបំផុតគឺខាងថៃមិនដូចខ្មែរហ៊ុនសែនបានចាញ់ទាំងស្រុងមុននឹងផ្ទុះអាវុធទៅហើយភាពរឹងមាំរបស់ថៃគេបានបញ្ជាក់ទៅកាន់ប្រជាប្រដ្ឋគេតែលោកហ៊ុនសែនវិញគឺនយោបាយចាស់ទុំទីបំផុតបាត់ដីបាត់កោះបាត់គេនិងមរណជាតិនេះថាតើនរណាជាអ្នកក្បត់ជាតិពិតប្រាកដទៅប្រិយមិត្តជាទីរាប់អានយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនបានក្លាយទៅជាចម្លើយមួយដ៏រឹងមាំបំផុតពីមុនចុះចាញ់សត្រូវឡើយការរៀបចំសមយុទ្ធសង្គ្រាមនិងយុទ្ធភ័ណ្ឌសង្គ្រាមកំពុងដាក់ឡើងជាខ្សែបន្ទាត់ខ្ជួរមុខអំពីយុទ្ធសាស្ត្រការពារជួរមុខមិនអោយយន្តថៃក្រាបផ្លោងថៃកំទេចបន្តបន្ទាប់របស់ខ្លួនបាននេះជារឿងយោធាខ្មែរបានដឹកនាំពង្រាយជាទ្រង់ទ្រាយដោយភាពអង្អាចរបស់លោកហ៊ុនសែនដែលជាសេនាប្រមុខមួយរូបលោកហ៊ុនសែនបញ្ជាក់នេះថាជាស្មារតីចុងក្រោយនៅក្នុងភាពអត់ធ្មត់របស់លោកទៅហើយនេះជាសង្គ្រាមអូសបន្លាយមិនមែនសង្គ្រាមតែមួយថ្ងៃឬពីរថ្ងៃឡើយការបង្កបញ្ហានេះលោកហ៊ុនសែនបញ្ជាក់ថាមិនមែនកម្ពុជាបង្កនោះទេជាលក្ខណៈស្លៀនពានមិនតាមទង្វើជ្រុលនិយមមិនទទួលស្គាល់ការពិតតែងតែប្រើប្រជាភិទុតិធ្វើឲ្យភ័ន្តច្រឡំទាំងចាស់ទាំងក្មេងជាការពិតនេះដែរកងកម្លាំងខ្មែរមានសន្និដ្ឋានថាទោះតម្លៃណាក៏យកមកវិញនៅអ្វីដែលបានបាត់ទៅហើយនៅក្នុងដៃសៀមឲ្យទាល់តែបានប្រិយមិត្តនេះស្ដាប់ការពង្រីសម្ភាវុធលើកនេះលោកហ៊ុនសែនចង់និយាយថាខ្មែរនិងថៃមិនមែនអ្នកជិតខាងទៀតឡើយជាសត្រូវតាំងពូជសាសន៍ផងដែរការលើកលែងរបស់លោកហ៊ុនសែនបានធ្វើឲ្យថៃឃើញថាកងកម្លាំងខ្មែរបានត្រៀមគ្រប់តំបន់ទៅហើយទោះបីជាយោធាខ្មែរប្រើឆ្នោតជើញរបស់ថ្មើរជើងក្តីតែភាពអង្អាចក្លាហានលះបង់ជាអត្តបកិច្ចបម្រើជាតិមហាជនទៅហើយក្នុងយុទ្ធសាស្ត្រចម្បាំងលើកនេះមានហាត់យ៉ាងសំខាន់ដែលក្រមយោធាមួយក្រុមនេះបានធ្វើសេចក្តីប្រណិតធានថាខ្លួននឹងសម្រេចភារកិច្ចរបស់លោកហ៊ុនសែននឹងជោគជ័យគ្រប់សមរភូមិនៅពេលប្រយុទ្ធជាមួយសត្រូវគ្មានពាក្យថាចុះចាញ់នឹងសត្រូវគ្មានពាក្យថាបរាជ័យជាមួយសត្រូវមានតែជ័យលទ្ធិអំណាចសម្រាប់ជាតិតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ឯកខៀវសុភ័ណ្ឌបាននិយាយថាលោកបានទទួលមេរៀនដ៏ពងពោះបំផុតពីសំណាក់អន្តរជាតិអំពីវិធានការចម្បាំងនៅជួរមុខកងទ័ពលោកថានេះជាឱកាសសម្រាប់របស់លោកក្នុងពេលដែលជាតិកំពុងរងនៅការស្លៀនពានដែនអធិបតេយ្យជាតិកម្ពុជាលោកខៀវសុភ័ណ្ឌការវាយឆ្លូបទៅកាន់ប្រទេសមួយដែលមានយុទ្ធភ័ណ្ឌទំនើបមិនមែនពិបាកទេតែអ្វីដែលសំខាន់គឺខ្លាចគ្មានអ្នកណានៅពីក្រោយជួយសម្រួលទិដ្ឋភាពការបរទេសនេះជាសង្វៀនកំភ្លើងដែលមិនអាចអ្នកណាឲ្យតម្លៃគ្រប់ពេលទៅតាមបទបញ្ចេញវិជាបានដែរព្រោះពេលខ្លះគឺអបាយកលនយោបាយសឹកសង្គ្រាមត្រូវយកជំរើសដើមដើម្បីវាយប្រហារក្នុងសមរភូមិនេះជាការពិតដែលកំពុងនិយាយដល់សច្ចភាពគួរឲ្យកត់សម្គាល់អំពីលក្ខណៈអវិជ្ជមានឈានដល់កត្តានយោបាយជាតិនិងយោធាខ្មែរនៅពេលនេះវាជាពេលដែលយោធាខ្មែរបានវាដណ្ដើមប្រាសាទនិងភូមិមកវិញហើយសូមជម្រាបប្រិយមិត្តជាទីគោរពនិងជាទីរាប់អាននៅចំពោះមុខចំនួនកម្ពុជាថៃដែលកំពុងត្រូវបានសម្រួលក្រមបទសម្បាញ់ដើម្បីធានាទីជីវិតកងទ័ពនិងប្រជាជនមិនត្រូវស្លាប់និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋទាំងឯកជនក៏ដូចជាគេហរចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសង្គ្រាមទោះឡើងវិញនោះឡើយប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជាថៃដែលកន្លងមកនេះមានការញ
និយាយជាច្រើនដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្ដាញសង្គមហើយសម្រាប់អ្នកនយោបាយអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធនិងរដ្ឋាភិបាលស៊ីវិលមិនមានអ្នកណាចេញមកនិយាយទេប្រឡែកមើលទៅប្រទេសថៃមានគ្រប់វិជាស្ថានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបែបចាប់តាំងពីយុធាថៃបែបព្រំដែនជាអកតភាគីកម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេគ្រាន់តែប្រាប់ទៅភាគីថាថៃជាអ្នកបែបថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេហើយកម្ពុជានឹងបើកតាមច្រកតាមក្រោយយ៉ាងយូរ5ម៉ោងចំហកម្ពុជានេះមិនផ្លាស់ប្ដូរទេហើយកម្ពុជាក៏មិនធ្វើថោកសុំថៃបើកច្រកព្រំដែននោះដែរថៃអាចបន្តបិទសំបី100ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរខ្ញុំគួរតែអរគុណថៃដែលតាមរយៈការបិទព្រំដែនជាអកតភាគីនេះតំណែងថៃនាំចូលមានបានធ្វើឲ្យតំណែងកម្ពុជាដែលមានផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំងប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគ្រប់គ្រងប្រើប្រាស់តំណែងក្នុងស្រុកដែលនេះនឹងគ្រប់គ្រងដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងជាង3ខែអត់តំណែងទីផ្សារកម្ពុជាមានស្ថិរភាពមានតំណែងប្រើប្រាស់គ្រប់គ្រាន់និងអថិរភាពអតិបរមាទាបនិយាយដោយឡែកនិងនិយាយជារួមមេក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អសម្រាប់សនំពោជប៉ុនដែលវិភាគនៅថៃផងនៅកម្ពុជាផងដែលត្រូវបានដឹកតំណែងឆ្លងកាត់ព្រំដែនកម្ពុជាថៃសូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃព្រោះភាគីកម្ពុជាផ្ដល់ការយល់ព្រមរួចហើយខ្ញុំសូមឲ្យបងប្អូនជនរួមជាតិមេត្តាអត់ធ្មត់និងទុកលទ្ធភាពឲ្យរដ្ឋាភិបាលដោះស្រាយបន្តដោយសន្តិវិធីយើងមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមទេនេះជាការពិតទៅហើយដែលកំពុងជាចម្លើយនឹងសំណួរកំពុងបញ្ជាក់ថាតើខ្មែរខុសឬថៃខុសសូមប្រិយមិត្តអ្នកស្ដាប់ដែលបានតាមដានពីមុនដល់ចប់សូមអរគុណសូមជម្រាបលា